បាទសូមបួងសួងរំលឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងគុណគ្រូនិងបារមីទាំងអស់ដែលបានផ្ដល់នូវការដឹងមុននៃជោគជតារិស័យរបស់ឆ្នាំទាំង12ដើម្បីយកមកធ្វើការបកស្រាយទៅកាន់ពុកម៉ែបងប្អូនដើម្បីសន្តាប់ដូចតទៅមុននឹងធ្វើការបកស្រាយលើជោគជតារិស័យរបស់ឆ្នាំទាំង12ខ្ញុំសូមបួងសួងនៅរាល់វត្ថុស័ក្តិសិទ្ធិសូមជួយឲ្យពុកម៉ែបងប្អូនដែលបានចូលមកកាន់เพจរបស់លោកគ្រូសូមឲ្យសុខចម្រើនរោគទទួលទានមានបានសុខភាពល្អហេងទាំងអស់គ្នាបន្ទាប់ពីធ្វើការរំលឹកគុណនិងឲ្យពរជ័យដល់ឆ្នាំទាំង12ពេលនេះខ្ញុំសូមចាប់ផ្ដើមទស្សទាយជោគជតារិស័យសម្រាប់ឆ្នាំទាំង12សម្រាប់ថ្ងៃសុក្រ10រោចខែអាសត់ឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី17ខែតុលាឆ្នាំ2025ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតរិស័យថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកមានភាពជឿជាក់លើខ្លួនឯងនិងមានគេតាមជួយជ្រោមជ្រែងមិនថានៅទីកន្លែងណាទេលោកអ្នកមានអារម្មណ៍ស្រស់ស្រាយធ្វើអ្វីក៏បានសម្រេចដូចក្តីបំណងប្រាថ្នាបាននិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានភាពល្អប្រសើរតែគួរចាយវាយឲ្យបានត្រឹមត្រូវជៀសវាងការចំណាយលើរឿងដែលមិនគួរចំណាយចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកមានភាពល្អប្រសើរទៅមុខទោះថ្ងៃនេះលោកអ្នកមិនបានខំប្រឹងប្រែងក៏ដោយតែហាក់មានការសរសើរពីចៅហ្វាយនាយលើរឿងដែលលោកអ្នកបានធ្វើកន្លងមកតែបើថ្ងៃនេះលោកអ្នកខិតខំធ្វើឲ្យបានល្អថែមទៀតលោកអ្នកនឹងអាចទទួលបានរង្វាន់ជាការលើកទឹកចិត្តអាចបានឡើងឋានៈឬឡើងប្រាក់ខែផងដែរចំពោះស្ថានភាពគ្រួសារលោកអ្នកមានការយល់ចិត្តគ្នាច្រើនដោយសារតែថ្ងៃនេះទឹកមុខអ្នកស្រស់ស្រាយបានធ្វើឲ្យដៃគូមានភាពកក់ក្ដៅជាមួយអ្នកសម្រាប់ការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសប្បាយរីករាយទាំងទៅនិងមកសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺមានលេខ6លេខ2និងលេខ8និងលេខគូមានដូចជាលេខ66និងលេខ99ពណ៌ដែលនាំសំណាងគឺពណ៌ក្រហមពណ៌បៃតងនិងពណ៌ស្វាយទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសអាគ្នេយ៍ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវរាសីរបស់អស់លោកអ្នកល្អបង្គួរចំពោះការរស់នៅប្រចាំថ្ងៃលោកអ្នកអាចជួបរឿងល្អច្រើនដែរនៅក្នុងថ្ងៃនេះលោកអ្នកគួរញញឹមឲ្យបានច្រើនទៅមនុស្សជុំវិញខ្លួនជាពិសេសអ្នកជិតខាងរបស់អ្នកថ្ងៃនេះលោកអ្នកនឹងអាចជួបសាច់ញាតិដែលបានបែកបាក់គ្នារាប់ឆ្នាំផងដែរចំពោះបញ្ហាស្នេហាសម្រាប់លោកអ្នកដែលមានដៃគូហាក់មិនមានអ្វីគួរឲ្យកត់សម្គាល់ទេលោកអ្នកអាចមានការទាស់សម្ដីគ្នាបន្តិចបន្តួចតែមិនមានរឿងអ្វីជាធំដុំទេសម្រាប់លោកអ្នកដែលមិនទាន់មានដៃគូថ្ងៃនេះជាថ្ងៃល្អដែលលោកអ្នកបានជួបគូព្រេងរបស់លោកអ្នកគួរតែក្តាប់ឱកាសនេះឲ្យបានលោកអ្នកគួរតែតាក់ទងទៅគេមុនឬនិយាយទៅគេមុនពីព្រោះបើបាត់បង់ឱកាសនេះលោកអ្នកនឹងមិនងាយមានឱកាសល្អបែបនេះទេចំពោះការងារសម្រាប់លោកអ្នកដែលធ្វើការតាមស្ថាប័នក្រុមហ៊ុននានាការងាររបស់លោកអ្នកមានសភាពធម្មតាមិនមានអ្វីប្លែកទេតែលោកអ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ចចំពោះអ្នករួមការងាររបស់អ្នកព្រោះគេធ្វើបាបអ្នកពីក្រោយខ្នងចំពោះអ្នកធ្វើជំនួញមុខរបរលោកអ្នកហាក់មានសកម្មភាពធម្មតាដែរលោកអ្នកលក់ដាច់ជាធម្មតាមិនមានកំណើនការលក់អ្វីច្រើនទេចំពោះការធ្វើដំណើរកំសាន្តគឺកំសាន្តទីជិតជាងទីឆ្ងាយតែលោកអ្នកមិនគួរដើរកំសាន្តទៅកាន់ទីកន្លែងដែលមានទឹកជ្រៅឬភ្នំដែលមានជ្រោះជ្រៅទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺមានលេខ1លេខ5និងលេខ9និងលេខគូមានដូចជាលេខ49និងលេខ91ពណ៌ដែលនាំសំណាងគឺពណ៌ខៀវពណ៌សណ្តែកបាយនិងពណ៌ការ៉ុតទិសដែលនាំសំណាងគឺទិសខាងជើងទិសខាងត្បូងនិងទិសឦសានចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលរាសីថ្ងៃនេះមិនសូវល្អទេលោកអ្នកហាក់ធ្វើអ្វីតែមានការរាំងស្ទះបង្អាក់ដំណើរត្រូវចេះប្រុងប្រយ័ត្នជាពិសេសជិះឲ្យឆ្ងាយពីមនុស្សមានរឿងកុំចេះដោះស្រាយរឿងគេ
ព្រោះលោកអ្នកអាចនឹងក្លាយជាជនរងគ្រោះដោយសារតែការជួយដោះស្រាយរឿងអ្នកដទៃចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកថ្ងៃនេះមានសភាពមិនសូវជាល្អទេលោកអ្នកត្រូវធ្វើការដោយប្រុងប្រយ័ត្នលើការភ្លៀងភ្លាត់របស់អ្នកថ្ងៃនេះមិនថាអ្នកធ្វើបានល្អប៉ុណ្ណាទេក៏នៅតែមានគេនិយាយមិនល្អពីអ្នកឬតាមចាប់កំហុសអ្នកតែអ្នកត្រូវធ្វើដូចគ្មានរឿងអ្វីកើតឡើងទើបអាចគេចផុតពីរឿងតូចខ្លាចជារឿងធំសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះលក់ដូរបានតិតក់ដូចសពមួយដងលោកអ្នកត្រូវខំប្រឹងញញឹមធ្វើខ្លួនឲ្យស្រស់ស្រាយស្អាតបាតទើបអាចជួយជ្រងរិស័យលោកអ្នកឲ្យបានល្អប្រសើរគ្រោះខ្លាចជាលៀបចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកមានសភាពពាក់មុខយៈដាក់គ្នាដូច្នេះបើអាចបានត្រូវអត់ធ្មត់ធ្វើចាញ់ខ្លះដើម្បីរក្សាទំនាក់ទំនងព្រោះរិស័យថ្ងៃនេះអាចទាញលោកអ្នកឲ្យមានចំនួននឹងដៃគូការធ្វើដំណើរទីជិតទីឆ្ងាយមិនសូវល្អទេបើអាចបាននៅផ្ទះល្អជាងបើគ្មានការសំខាន់ត្រូវទៅទេតែបើមានត្រូវចេញសូមធ្វើការបួងសួងដល់ជំនាញផ្ទះឬវត្ថុស័ក្តិសិទ្ធិដើម្បីតាមជួយថែរក្សានិងភាពជោគជ័យលើការបំពេញការងាររបស់អ្នកសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ9លេខ6និងលេខ1និងលេខគូមានដូចជាលេខ16និងលេខ99ពណ៌ដែលនាំសំណាងគឺពណ៌ប្រផេះពណ៌ខ្មៅនិងពណ៌ល្មៀតទិសនាំសំណាងគឺទិសខាងជើងទិសខាងកើតនិងទិសបស្ចិមចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំថោះរាសីរបស់អស់លោកអ្នកល្អបង្គួរចំពោះការរស់នៅប្រចាំថ្ងៃលោកអ្នកគួររកឱកាសបង្កើតទំនាក់ទំនងថ្មីញាមិត្តបងប្អូនជុំវិញខ្លួនហើយរកឱកាសកែលម្អភាពអវិជ្ជមានដែលអាចកើតឡើងនៅក្នុងពេលនេះចំពោះបញ្ហាស្នេហាសម្រាប់លោកអ្នកដែលមានដៃគូហាក់មិនមានអ្វីគួរឲ្យកត់សម្គាល់ទេលោកអ្នកអាចមានការទាស់សម្ដីគ្នាបន្តិចបន្តួចតែមិនមានរឿងអ្វីជាធំដុំទេសម្រាប់លោកអ្នកដែលមិនទាន់មានដៃគូថ្ងៃនេះជាថ្ងៃល្អដែលលោកអ្នកបានជួបគូព្រេងរបស់លោកអ្នកគួរក្តាប់ឱកាសនេះឲ្យបានលោកអ្នកគួរតែតាក់ទងទៅគេមុនឬនិយាយទៅគេមុនពីព្រោះបើបាត់បង់ឱកាសនេះលោកអ្នកនឹងមិនងាយមានឱកាសល្អបែបនេះទេចំពោះការងារកិច្ចការងាររបស់អស់លោកអ្នកគឺមានភាពរលូនណាស់ក្នុងថ្ងៃនេះហើយបើលោកអ្នកធ្វើការងារជាក្រុមឬសហការជាមួយដៃគូឬសមាជិកនានាលោកអ្នកនឹងមានភាពជោគជ័យកាន់តែច្រើនផ្ទុយទៅវិញនៅក្នុងកលៈទេសៈនេះលោកអ្នកក៏អាចបាត់បង់ទំនុកចិត្តទៅលើមជ្ឈដ្ឋានការងារខ្លះដែរដូច្នេះត្រូវអនុវត្តការងារមួយនិងគម្រោងការងារត្រឹមត្រូវចំពោះអ្នកធ្វើជំនួញថ្ងៃនេះការប្រមូលទិន្នន័យឬការលក់ដូររបស់អស់លោកអ្នកហាក់មិនសូវសមប្រកបទេលោកអ្នកគួររក្សាស្នាមញញឹមនិងភាពទំនាក់ទំនងល្អជាមួយដៃគូជំនួញរបស់អស់លោកអ្នកជានិច្ចចំពោះការធ្វើដំណើរបើអស់លោកអ្នកមានគម្រោងទៅដើរលេងកម្សាន្តឬអ្នកចង់ទៅកម្សាន្តទីជិតទីឆ្ងាយគួរជៀសវាងការដើរលេងលើភ្នំខ្ពស់សម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ1និងលេខ3និងលេខ5និងលេខគូមានដូចជាលេខ13និងលេខ31ពណ៌ដែលនាំសំណាងគឺពណ៌ខ្មៅពណ៌ប្រផេះនិងពណ៌ក្រហមទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងកើតនិងទិសនិរតីសូមខមមិនលេខ777ដើម្បីទទួលបានលាភនៅក្នុងថ្ងៃនេះចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងរាសីរបស់អស់លោកអ្នកល្អជាមធ្យមចំពោះការរស់នៅប្រចាំថ្ងៃលោកអ្នកហាក់មានគំនិតនិងជំនាញខាងវិជ្ជាជីវៈកើនឡើងលោកអ្នកអាចបង្កើតគម្រោងថ្មីឬជជែកពិភាក្សាបានដោយជោគជ័យនៅក្នុងថ្ងៃនេះចំពោះបញ្ហាស្នេហាសម្រាប់លោកអ្នកដែលមានដៃគូហាក់មិនមានអ្វីគួរឲ្យកត់សម្គាល់ទេនៅក្នុងថ្ងៃនេះទោះជាមានការតាក់ពាក្យសម្ដីបន្តិចបន្តួចក្តីតែក៏ស្នេហាអស់លោកអ្នកមានភាពស្មោះត្រង់នឹងគ្នាចំពោះការងាររបស់អស់លោកអ្នកប្រកបដោយប្រក្រតីតែលោកអ្នកអាចនឹងមានការងារច្រើនជាងសពមួយដងដូច្នេះវាសំខាន់ណាស់ដែលលោកអ្នកត្រូវចេះបែងចែកការងារឲ្យល្អប្រសើរក្នុងពេលស្របគ្នានេះដែរការងារខាងក្រៅហាក់មានភាពរគូរកើច្រើនដែលធ្វើសកម្មភាពការងាររបស់អ្នករងឥទ្ធិពលច្រើនផងដែរដូច្នេះសូមពិនិត្យលើការងាររបស់លោកអ្នកឲ្យបានល្អិតល្អន់មុននឹងចេញជាលទ្ធផលសម្រេចចំពោះការធ្វើដំណើរលោកអ្នកមិនគួរធ្វើដំណើរកម្សាន្តទៅកាន់ទីឆ្ងាយទេជាពិសេសកន្លែងដែលមានទឹកជ្រៅឬនៅព្រៃជ្រៅសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ6
លេខ7និងលេខ9និងលេខគូមានដូចជាលេខ67និងលេខ79ពណ៌ដែលនាំសំណាងគឺពណ៌លឿងពណ៌ផ្ទៃមេឃនិងពណ៌ត្នោតទិសដែលនាំសំណាងគឺទិសខាងត្បូងទិសខាងជើងនិងទិសឦសានសូមខមមិនលេខ881ជាលេខសំណាងនិងនាំលាភជូនលោកអ្នកចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់រាសីថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកហាក់មានអារម្មណ៍ស្រស់ស្រាយមានថាមពលនៃកម្លាំងបុណ្យពីជាតិមុនតាមជួយដូច្នេះហើយថ្ងៃនេះលោកអ្នកធ្វើអ្វីគិតអ្វីគឺតែងបានគ្រប់ជ្រុងជ្រោយនិងបានល្អប្រសើរបើលោកអ្នកមានគម្រោងធ្វើអ្វីគឺទទួលបានជោគជ័យជាក់ជាមិនខានបើនិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានភាពល្អប្រសើរខ្លាំងណាស់លោកអ្នកអាចមានអំណោយឬមានគេសងរបស់ឬមានគេមកទិញរបស់ដែលធ្វើឲ្យលោកអ្នកចំណេញចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំនោះគឺថាមានភាពល្អប្រសើរនិងមានការជួយជ្រោមជ្រែងពីអ្នករួមការងារថ្ងៃនេះដែរលោកអ្នកត្រូវតែព្យាយាមធ្វើការងារឲ្យបានចប់ចុងចប់ដើមព្រោះផ្កាយសំណាងរបស់លោកអ្នកកំពុងជួយអ្នកឲ្យទទួលបានជោគជ័យហើយដើម្បីជាទុននៅថ្ងៃក្រោយបើតាមជើងលេខលោកអ្នកអាចនឹងមានការឡើងឋានៈនិងប្រាក់ខែនៅដើមខែក្រោយផងដែរតែទាមទារឲ្យលោកអ្នកខិតខំបន្តិចដើម្បីទទួលបានលាភជ័យពីវត្ថុស័ក្តិសិទ្ធិចំពោះស្ថានភាពគ្រួសារលោកអ្នកមានការអាណិតស្រឡាញ់ខ្ពស់ពីដៃគូរបស់អ្នកដោយសារតែអំពើល្អរបស់អ្នកធ្វើចំពោះដៃគូកន្លងមកសម្រាប់ការធ្វើដំណើរទីជិតទីឆ្ងាយជួបតែរឿងសប្បាយនិងអាចជួបមិត្តភ័ក្តិថ្មីល្អផងដែរសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺមានលេខ2លេខ9និងលេខ6និងលេខគូមានដូចជាលេខ62និងលេខ95ពណ៌ដែលនាំសំណាងគឺពណ៌ខៀវពណ៌បៃតងនិងពណ៌ក្រហមទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសនិរតីចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីរាសីថ្ងៃនេះមិនសូវល្អទេលោកអ្នកអាចជួបរឿងប្រទាំងប្រទើច្រើនដោយសារតែអ្នកដទៃនាំរឿងក្តៅក្រហាយមកកាន់លោកអ្នកដូច្នេះលោកអ្នកត្រូវចេះអត់ធ្មត់និងពន្យាពេលឲ្យបាន2ទៅ3ថ្ងៃក្រោយយ៉ាងតិចទើបរឿងទាំងឡាយคล้ายជាគ្មានរឿងនិងល្អប្រសើរបាននិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានការចំណាយច្រើនដោយសារតែសាច់ញាតិមានជំងឺចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះអាចមានការរាំងស្ទះច្រើនដោយសារតែលោកអ្នកគឺត្រូវបានចៅហ្វាយនេះស្ដីបន្ទោសផងដែរតែលោកអ្នកធ្វើការងារមិនបានចប់សពគ្រប់លោកអ្នកគួរត្រៀមខ្លួនញាប់ដៃញាប់ជើងក្នុងការសម្រេចកិច្ចការដោយយកចិត្តទុកដាក់ទើបអាចប្រែពីទុក្ខខ្លាយជាលាភសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរហាក់មានពពកខ្មៅបាំងចិត្តតែម្ដងដូច្នេះត្រូវចេះកាយពពកខ្មៅដោយខ្លួនឯងដោយបន្ថែមអ្វីប្លែកទាក់ទាញជាងសពដងទើបបានប្រសើរចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកមានភាពមិនសូវល្អទេព្រោះថ្ងៃនេះម្នាក់ហាក់មានភាពហត់នឿយច្រើនដូច្នេះបើមិនចង់មានចំនួនត្រូវចិត្តត្រជាក់និងយកចិត្តគេឲ្យបានច្រើនការធ្វើដំណើរទីជិតទីឆ្ងាយលោកអ្នកអាចនឹងមានការដើរកម្សាន្តនៅពេលល្ងាចលោកអ្នកមិនត្រូវនៅយប់យូរពេកទេសម្រាប់ថ្ងៃនេះលោកអ្នកដែលមានលេខសំណាងគឺលេខ5លេខ1និងលេខ8និងលេខគូមានដូចជាលេខ62និងលេខ12ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌ក្រហមនិងពណ៌ប្រផេះទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងជើងនិងទិសអាគ្នេយ៍ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមែរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតលោកអ្នកគ្រាន់តែក្រោកឡើងភ្លាមហាក់មានអារម្មណ៍សប្បាយចិត្តនិងមានសេរីសួស្តីធ្វើអ្វីក៏បានសម្រេចមិនថាកិច្ចការតូចធំគឺសម្រេចបានទាំងអស់ដោយសារអ្នកមានសមត្ថភាពរួមផ្សំនឹងរាសីឡើងនៅក្នុងថ្ងៃនេះបើនិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមិនមានអ្វីគួរឲ្យកត់សម្គាល់ទេតែគួរចាយវាយឲ្យបានត្រឹមត្រូវចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកមានភាពល្អប្រសើរដោយសារតែការខិតខំរបស់អស់លោកអ្នកកន្លងមក
ថ្ងៃនេះដែរអាចជាថ្ងៃដែលលោកអ្នកត្រូវបានទទួលការតបស្នងនៅអំណោយពីមេឬចៅហ្វាយនាយសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានសភាពល្អប្រសើរជាងសពមួយដងសារតែលោកអ្នកមានភាពច្នៃប្រឌិតនិងភាពតាក់ទាញរបស់អស់លោកអ្នកចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកអាចមានជនទី3មកធ្វើឲ្យលោកអ្នកមានការយល់ច្រឡំគ្នាដូច្នេះគួរចេះពិចារណាឲ្យបានហ្មត់ចត់មុននឹងកាត់សេចក្តីការធ្វើដំណើរទីជិតទីឆ្ងាយអាចនិយាយបានថាទៅជិតប្រសើរជាងឆ្ងាយព្រោះអាចធ្វើឲ្យលោកអ្នកអស់កម្លាំងសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ4លេខ3និងលេខ6និងលេខគូមានដូចជាលេខ99និងលេខ12ពណ៌ដែលនាំសំណាងគឺពណ៌ក្រហមពណ៌បៃតងនិងពណ៌ត្រួយចេកទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងជើងនិងទិសទក្សិណចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំវករាសីថ្ងៃនេះមិនសូវល្អទេលោកអ្នកមានអារម្មណ៍មិនសូវស្រឡះក្នុងខ្លួនដោយសារតែបញ្ហាគិតច្រើនដោយសាររាសីថ្ងៃនេះមិនសូវល្អសូមកាត់បន្ថយការគិតរឿងដែលកន្លងដែលមិនទាន់ចេញដោះមិនទាន់ចេញត្រូវប្រើសកម្មភាពធ្វើរឿងថ្មីឲ្យល្អលុះដល់ថ្ងៃដែលរាសីល្អបន្តិចសឹមយើងគិតទៅអាចរកផ្លូវបានហើយនេះគេហៅថាគិតឲ្យចំពេលចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះមានការផ្លាំងផ្លាត់ច្រើនដោយសារតែខ្វះការប្រុងប្រយ័ត្ននិងលោកអ្នកហាក់ធ្វើការមិនបានពេញដៃដោយសារតែគិតច្រើនលើរឿងក្រៅពីការងារសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានសភាពធម្មតាពុំមានការប៉ះពាល់អ្វីឡើយហើយមួយរយៈនេះលោកអ្នកគួរខិតខំរកអ្វីថ្មីដើម្បីបន្ថែមលើមុខរបរបន្តិចទៀតអាចនឹងមានការចាប់អារម្មណ៍ពីភ្ញៀវផងដែរចំពោះស្ថានភាពស្នេហាសម្រាប់អ្នកនានគូនិងអ្នកនៅលាវលោកអ្នកមានភាពផ្អែមល្ហែមដូចធម្មតាទេការធ្វើដំណើរទីជិតឆ្ងាយមានភាពសុខដុមរមនានិងមានអ្នកមានបុណ្យតាមថែរក្សាសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ2លេខ7លេខ9និងលេខគូមានដូចជាលេខ33និងលេខ56ពណ៌ដែលនាំសំណាងគឺពណ៌បៃតងពណ៌ខ្មៅនិងពណ៌លឿងទុំទិសដែលនាំសំណាងគឺទិសខាងត្បូងទិសខាងលិចនិងទិសពាយកចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរការាសីថ្ងៃនេះល្អជាមធ្យមលោកអ្នកអាចមានអារម្មណ៍តបប្រមល់ច្រើនគិតច្រើនដោយសារអំណាចកម្មតោងឲ្យអ្នកលោភលន់ចង់បាននេះចង់បាននោះតែយកមិនបានដូច្នេះត្រូវចេះហាមចិត្តទាំងតាំងចិត្តឲ្យស្ងប់អត់ធ្មត់គិតតាមស្រួលធ្វើតាមស្រួលនោះអ្នកនឹងបានធូរស្រាលបើនិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានការខ្វះខាតតែអាចបានមកវិញខ្លះៗលោកអ្នកត្រូវចេះចាយវាយបិទត្បៀតបន្តិចចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពប្រទាំងប្រទើសបន្តិចតែបើលោកអ្នកចេះតាំងចិត្តឲ្យស្ងប់ធ្វើតាមស្រួលនោះលោកអ្នកនឹងសម្រេចកិច្ចការបានល្អនឹងអាចធ្វើឲ្យចៅហ្វាយនាយឬមេមានការចាប់អារម្មណ៍សម្រាប់អស់លោកអ្នកដែលប្រកបរបររកស៊ីថ្ងៃនេះមិនសូវមានភ្ញៀវទេដោយសារតែរបស់របរអស់លោកអ្នកមិនមានអ្វីថ្មីដូច្នេះត្រូវចេះរកអ្វីថ្មីទៅប្រសើរចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវអាចមានការឆ្លោះទាស់តែងគ្នាដោយសារពាក្យសម្ដីមិនយល់ចិត្តគ្នាការធ្វើដំណើរទីជិតទីឆ្ងាយជួបតែការសប្បាយទាំងទៅនិងមកសម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺលេខ1លេខ6និងលេខ8និងលេខគូមានដូចជាលេខ86និងលេខ16ពណ៌ដែលនាំសំណាងគឺពណ៌ស្វាយពណ៌សនិងពណ៌បៃតងទិសដែលនាំសំណាងគឺទិសខាងលិចគឺខាងត្បូងនិងទិសអាគ្នេយ៍ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំចរាសីថ្ងៃនេះល្អបង្គួរថ្ងៃនេះលោកអ្នកអាចនឹងជួបមនុស្សមកពីចម្ងាយនាំរឿងល្អមកប្រាប់ហើយលោកអ្នកហាក់មានបំណងចង់ផ្លាស់ប្ដូរកន្លែងការងារក៏អាចពឹងពាក់គេបានដែរបើនិយាយពីបញ្ហាលុយកាក់សម្រាប់លោកអ្នកក្នុងថ្ងៃនេះមានភាពល្អប្រសើរច្រើននិងចំណូលអាចបានមកពីការសងប្រាក់ពីអ្នកដទៃ
ចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំលោកអ្នកនឹងត្រូវបានគេជួយជ្រោមជ្រែងស្រឡាញ់រាប់អានច្រើនបើមានបំណងផ្លាស់ប្ដូរការងារឃើញថានឹងទទួលបានជោគជ័យព្រោះជើងលេខរបស់អ្នកល្អប្រសើរខ្លាំងលើការផ្លាស់ប្ដូរនេះសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានការលក់ចេញទិញចូលដោយសពដងចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលាវលោកអ្នកមានការយោគយល់គ្នាច្រើនហើយអាចមានកាដូពីដៃគូផងដែរការធ្វើដំណើរទីជិតទីឆ្ងាយមានអ្វីជាបញ្ហាទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ3លេខ6និងលេខ2និងលេខគូមានដូចជាលេខ18និងលេខ82ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌ប្រផេះនិងពណ៌ខៀវទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសបស្ចិមសូមខមមិនលេខ344ដែលជាលេខមង្គលនាំលៀបនាំប្រាក់ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុលរាសីថ្ងៃនេះល្អជាមធ្យមលោកអ្នកអាចមានអារម្មណ៍ហត់នឿយធុញថប់អស់កម្លាំងបាក់ទឹកចិត្តតែដោយសារតែលោកអ្នកមានអំណាចបុណ្យតាមជួយដូច្នេះលោកអ្នកនៅតែអាចពុះពៀទៅមុខបានថ្ងៃនេះយកល្អលោកអ្នកអាចទៅធ្វើបុណ្យដាក់ទានខ្លះដើម្បីឲ្យអំណាចបុណ្យលោកអ្នកមានពន្លឺបំភ្លឺលោកអ្នកដើរទៅចំផ្លូវល្អជាងសពមួយដងចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពមិនសូវរលូនទេលោកអ្នកត្រូវព្យាយាមធ្វើការឲ្យស្វាហាប់និងច្បាស់លាស់នោះទើបល្អប្រសើរលោកអ្នកនឹងអាចមានការឡើងប្រាក់ខែឬប្រាក់ឧបត្ថម្ភផ្សេងៗផងដែរសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះត្រូវឡើងពីព្រលឹមដោយភាពស្វាហាប់លោកអ្នកអាចមានលាភលើការរកស៊ីឬមានដំណឹងល្អលើការលក់ដូរដែលមានការចំណេញបើមានអ្នកពាក់លុយអាចត្រូវបានគេយកមកសងវិញចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកមានភាពផ្អែមល្ហែមនិងយល់ចិត្តគ្នាជាងសពមួយដងការធ្វើដំណើរទីជិតទីឆ្ងាយមានលាភមានជ័យសិរីសួស្តីទាំងទៅនិងមកសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ9លេខ7និងលេខ8និងលេខគូមានដូចជាលេខ32និងលេខ96ពណ៌ដែលនាំសំណាងគឺពណ៌ខៀវពណ៌សនិងពណ៌បៃតងហើយទិសដែលនាំសំណាងនោះគឺទិសខាងត្បូងទិសខាងកើតនិងទិសឧត្តរបាទសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានកាប់ជាករិស័យរបស់លោកគ្រូសូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អសុខភាពល្អហេងទាំងអស់គ្នាបាទជាពិសេសសូមជួយចុច like និង Subscribe ជាពិសេសចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានការព្យាករណ៍រិស័យប្រចាំថ្ងៃប្រចាំខែប្រចាំអាទិត្យពីលោកគ្រូជាបន្តសូមអរគុណបាទ